កងទ័ពថៃកំពុងប្រឈមមុខនឹងមហាអំណាចឥណ្ឌាឬពិភពលោកកំពុងមានការភ្ញាក់ផ្អើលនិងខឹងសម្បារជាខ្លាំងចំពោះសកម្មភាពដែលគេចាត់ទុកថាជាអំពើអមនុស្សធម៌និងការប្រមាថសាសនាយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃនៅលើទឹកដីព្រំដែនតំបន់អានសេះខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជាគ្រឿងចក្រអេសកាវ៉ាទ័ររបស់យោធាថៃបានរុញផ្ដួលរំលំបដិមាព្រះវិស្ណុឲ្យដួលផ្កាប់មុខលើធរណីក្រោមសម្រែកស្រែកហូរកញ្ជ្រៀវយ៉ាងសប្បាយរីករាយពីសំណាក់ទាហានថៃមួយក្រុមសកម្មភាពដែលមើលទៅហាក់ដូចជាការឈ្លានពានទឹកដីធម្មតាប៉ុន្តែវាបានក្លាយទៅជាគ្រាប់បែកពេលវេលាផ្នែកសាសនាព្រះវិស្ណុឬព្រះនរាយណ៍មិនមែនគ្រាន់តែជារូបសំណាកថ្មនោះទេប៉ុន្តែទ្រង់គឺជាអាទិទេពដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមត្រីមូតិនៃសាសនាហិណ្ឌូដែលមានអ្នកគោរពបូជាជាង 1.4 លានអ្នកជុំវិញសកលលោកការផ្ទុះកំហឹងពីមហាអំណាចអាស៊ីមិនមែនជារឿងលេងសើចឡើយកាលពីថ្ងៃទី24ខែធ្នូឆ្នាំ2025ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយបង្កប់ដោយអត្ថន័យធ្ងន់ធ្ងរថាទោះបីជាមានចំនួនព្រំដែនកម្រិតណាក៏ដោយប៉ុន្តែការបំផ្លិចបំផ្លាញនិមិត្តរូបសាសនាដែលជាទីសក្ការៈនិងការបង្កការឈឺចាប់ដល់ផ្លូវចិត្តអ្នកជំនឿជុំវិញពិភពលោកគឺជាទង្វើដែលមិនអាចទទួលយកបានឡើយសម្ពាធពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបច្ចុប្បន្នឈ្មោះប្រទេសថៃកំពុងរងការរិះគន់យ៉ាងចាស់ដៃពីបណ្ដាញសារព័ត៌មានយក្សៗរបស់ឥណ្ឌាដូចជា NDTV Time of India និង Hindustan Times សូម្បីតែព័ត៌មានអន្តរជាតិ The State Times របស់សង្ហបុរីក៏បានទម្លាយផុសតាងតាមរយៈ Google Map ថារូបសំណាកដែលថៃយកមកមួយនោះគឺស្ថិតនៅក្នុងទឹកដីកម្ពុជាចម្ងាយទៅដល់400ម៉ែត្រឯណោះតើរាជរដ្ឋាភិបាលថៃនឹងជ្រើសរើសផ្លូវមួយណាតើពួកគេនឹងចេញមុខសុំទោសជាសាធារណៈចំពោះសាសនិកហិណ្ឌូទូទាំងពិភពលោកឬនៅតែបន្តប្រើលេសដដែលដើម្បីបិទបាំងកំហុសដែលមិនអាចអត់ឱនឲ្យបានទេ